ភាគច្រើនតែងតែមានការបារម្ភក្នុងការដាក់ក្រដាសប្រាក់ធំៗតាមខ្លួនដោយខ្លាចបាត់ឬខ្លាចចំណាយអស់ភ្លាមៗប៉ុន្តែតាមទស្សនៈរបស់អ្នកជំនាញផ្នែកចិត្តវិទ្យានិងអ្នកជំនាញផ្នែកទម្លាប់ហិរញ្ញវត្ថុការដាក់ក្រដាស$100ជាប់ក្នុងកាបូបដោយមិនចំណាយគឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការផ្លាស់ប្ដូរផ្នត់គំនិតឆ្ពោះទៅរកភាពមានបានខាងក្រោមនេះគឺជាមូលហេតុសំខាន់ៗដែលអ្នកគួរអនុវត្តតាម1. បង្កើតអារម្មណ៍នៃភាពសម្បូរបែបនៅពេលអ្នកបើកកាបូបមកហើយឃើញក្រដាស$100នៅទីនោះជានិច្ចខួរក្បាលរបស់អ្នកនឹងទទួលបានសញ្ញាថាខ្ញុំមានលុយវាខុសពីការដែលមានកាបូបទទេឬមានតែក្រដាសប្រាក់តូចៗដែលធ្វើឲ្យយើងមានអារម្មណ៍ខ្វះខាតអារម្មណ៍នៃភាពសម្បូរបែបនេះនឹងកាត់បន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុនិងបង្កើតទំនុកចិត្តលើខ្លួនឯង2. បង្កើនវិន័យនិងការគ្រប់គ្រងខ្លួនឯងអ្នកជំនាញហៅថាជាការសាកល្បងខួរក្បាលការដែលអ្នកមានលុយ$100ដាក់ជាប់ខ្លួនប៉ុន្តែអ្នកអាចទប់ចិត្តមិនចំណាយវាលើរបស់ដែលមិនចាំបាច់បានបង្កើតឲ្យមានសាច់ដុំវិន័យនៅក្នុងខួរក្បាលបើអ្នកអាចយកឈ្នះចិត្តខ្លួនឯងមិនឲ្យបដូរក្រដាសប្រាក់$100នោះបានអ្នកនឹងមានសមត្ថភាពគ្រប់គ្រងការចំណាយផ្សេងៗទៀតបានកាន់តែល្អ3. បំបត្តិភាពភ័យខ្លាចការមានប្រាក់បម្រុងជាប់ខ្លួនជានិច្ចជួយកាត់បន្ថយភាពភ័យខ្លាចចំពោះស្ថានភាពបន្ទាន់ដែលមិនរំពឹងទុកតាមចិត្តសាស្ត្រប្រៀបដូចជាអាវក្រោសការពារផ្លូវចិត្តដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាមានសុវត្ថិភាពនិងមានអំណាចលើស្ថានភាពជុំវិញខ្លួនទី4 ទាក់ទាញឱកាសថ្មីតាមទ្រឹស្ដីនៃច្បាប់ស្រូបទាញថាមពលនៃភាពមានបាននិងទាក់ទាញភាពមានបានមកវិញនៅពេលអ្នកមានអារម្មណ៍ថាខ្លួនឯងជាមនុស្សដែលមានលុយជាប់ខ្លួនវានឹងជះឥទ្ធិពលដល់ឥរិយាបថការសម្រេចចិត្តនិងការនិយាយស្ដីរបស់អ្នកដែលអាចនាំឲ្យអ្នកទទួលបានឱកាសល្អៗក្នុងមុខជំនួញឬការងារដើម្បីឲ្យយុទ្ធសាស្ត្រនេះជោគជ័យអ្នកត្រូវចាត់ទុកក្រដាស$100នោះជាដើមទុនផ្លូវចិត្តកុំប្រើវាលើសពីករណីចាំបាច់បំផុតហើយរាល់ពេលដែលអ្នកមើលឃើញវាចូលប្រាប់ខ្លួនឯងថាខ្ញុំជាមនុស្សម្នាក់ដែលមានសមត្ថភាពរក្សានិងទាក់ទាញយកទ្រព្យសម្បត្តិ